បន្ទាប់ពីយើងទាំងអស់គ្នារងចាំមើលតកតនសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាថាពេលណានឹងទទួលបាននៅសន្តិភាពប៉ុន្តែគឺពិភពលោកគឺកំពុងតែមានរឿងភ្ញាក់ផ្អើលឡើងវិញហើយដោយសង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីនឹងបានផ្ទុះឡើងវិញបន្ទាប់ពីបទឈប់បាញ់រយៈពេល3ថ្ងៃនោះបានផុតកំណត់ហើយការវាយប្រហារថ្មីពីភាគីទាំងពីរនេះក៏បានបង្ហាញថាក្តីសង្ឃឹមសម្រាប់សន្តិភាពនោះគឺនៅតែស្ថិតនៅទីមួយដែលឆ្ងាយនៅឡើយខណៈដែលការប្រយុទ្ធនៅសមរភូមិកំពុងតែកើនឡើងគឺកាន់តែខ្លាំងឡើងវិញសម្រាប់ស្ថានភាពមួយនេះក៏បានបង្កឲ្យមានការព្រួយបារម្ភខ្លាំងពីសហគមន៍អន្តរជាតិព្រោះតែវាក៏អាចនាំឲ្យមានការរិចក៏ដូចជាការកើនឡើងនៃការខូចខាតទាំងជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បទឈប់បាញ់រយៈពេល3ថ្ងៃនេះក៏ត្រូវបានប្រកាសឡើងនៅក្នុងគោលបំណងផ្តល់ឱកាសសម្រាប់សកម្មភាពមនុស្សធម៌និងការផ្លាស់ប្ដូរអ្នកទោសក៏ដូចជារឿងផ្សេងដើម្បីឈានទៅរកសន្តិភាពដូចគ្នាប៉ុន្តែភាគីទាំងពីរក៏បានចោទប្រកាន់គ្នាទៅវិញទៅមកថាមិនគោរពនៅតាមកិច្ចព្រមព្រៀងហើយនៅពេលដែលបទឈប់បាញ់បានផុតកំណត់ភ្លាមកងកម្លាំងយោធារបស់រុស្ស៊ីនិងអ៊ុយក្រែននឹងក៏បានចាប់ផ្ដើមបើកនៅការវាយប្រហារឡើងវិញភ្លាមទាំងតាមផ្លូវអាកាសនិងផ្លូវគោកជាពិសេសគឺដោយយន្តហោះដែលគ្មានមនុស្សបើកនេះតែម្ដងដែលជាអាវុធមួយដែលកំពុងតែពេញនិយមដែលវាប្រើប្រាស់នៅដំណាក់ថាវិការទៀបហើយក៏បាននៅប្រសិទ្ធភាពខ្ពស់ដែលយើងគ្រប់គ្នាបានស្គាល់ថាជាដ្រូននោះឯងតាមប្រភពយោធាក៏បានបញ្ជាក់ថាការវាយប្រហារថ្មីមួយនេះក៏បានផ្ដោតទៅលើតំបន់យុទ្ធសាស្ត្រសំខាន់នៅភាគខាងកើតនិងខាងត្បូងនៃប្រទេសអ៊ុយក្រែនដែលជាតំបន់ដែលមានការប្រយុទ្ធយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែមកហើយកម្លាំងរបស់រុស្ស៊ីហ្នឹងក៏ត្រូវបានរាយការណ៍ថាបានប្រើនៅមីស៊ីលក៏ដូចជាដ្រូនវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងមូលដ្ឋានយោធារបស់អ៊ុយក្រែនដូចគ្នាខណៈដែលអ៊ុយក្រែនហ្នឹងក៏បានឆ្លើយតបដោយការវាយប្រហារទៅលើឃ្លាំងអាវុធនិងមូលដ្ឋានយោធារបស់រុស្ស៊ីដូចគ្នាសម្រាប់អ្នកវិភាគយោធាក៏បានលើកឡើងថាការបញ្ចប់នៅបទឈប់បាញ់ដោយគ្មានកិច្ចព្រមព្រៀងបន្ថែមនេះបានបង្ហាញថាភាគីទាំងពីរនេះនៅតែមិនទាន់មានឆន្ទៈគ្រប់គ្រាន់សម្រាប់សន្តិភាពនៅឡើយទេហើយសម្រាប់ប្រទេសរុស្ស៊ីដូចយើងបានដឹងហើយគឺនៅតែបន្តគោលដោយយុទ្ធសាស្ត្ររបស់ខ្លួនគណៈដែលអ៊ុយក្រែននឹងក៏បានបន្តនៅការគ្រប់គ្រងពីបណ្ដាប្រទេសលោកខាងលិចដូចគ្នានៅក្នុងពេលតែមួយនេះគឺប្រជាជនស៊ីវិលគឺជាអ្នករងគ្រោះធំបំផុតតែម្ដងពីព្រោះតែសង្គ្រាមគឺមិនបានកំណត់នៅទីតាំងក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលមានមនុស្សរស់នៅនោះទេហើយមនុស្សរាប់ពាន់នាក់ហ្នឹងក៏ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីតំបន់ដែលគេកំពុងតែប្រយុទ្ធខណៈដែលទីក្រុងជាច្រើនហ្នឹងគឺបានទទួលនៅរងការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់មន្ទីរពេទ្យសាលារៀននិងប្រព័ន្ធអគ្គិសនីមួយចំនួនក៏ត្រូវបានបំផ្លាញឬបាត់បង់សមត្ថភាពដំណើរការដូចគ្នាសម្រាប់អង្គការមនុស្សធម៌អន្តរជាតិបានអំពាវនាវឲ្យមានការការពារប្រជាពលរដ្ឋនិងការអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចូលទៅដល់តំបន់ដែលត្រូវបានរងគ្រោះដូចគ្នាហើយយើងក៏បានដឹងហើយថាសង្គ្រាមមួយនេះក៏បានបន្តប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកផងដែរទោះបីជាវាមិនប៉ះពាល់ដូចជានៅតំបន់មជ្ឈមបូព៌ាដែលទាក់ទងនឹងតំបន់ច្រកStrait of Hormuz ប៉ុន្តែវាក៏បានធ្វើឲ្យតម្លៃថាមពលនិងស្បៀងនៅតែមានភាពមិនច្បាស់លាស់ព្រោះទាំងរុស្ស៊ីនិងអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់សំខាន់នៅក្នុងទីផ្សារពិភពលោកផងដែរហើយការបន្តប្រយុទ្ធមួយនេះក៏បានធ្វើឲ្យមានការព្រួយបារម្ភថាការផ្គត់ផ្គង់នៅស្រូវសាលីក៏ដូចជាប្រេងនិងឧស្ម័នអាចរងនឹងការរំខានបន្ថែមសម្រាប់អ្នកជំនាញក៏បានលើកឡើងបន្ថែមដូចគ្នាថាដ្រូននិងបច្ចេកវិទ្យាដែលទាក់ទងនឹងសង្គ្រាមសម័យទំនើបនេះកំពុងតែផ្លាស់ប្ដូរទម្រង់នៃសង្គ្រាមមួយនេះហើយដោយសារតែការប្រើប្រាស់ដ្រូននេះគឺបានកើនឡើងយ៉ាងខ្លាំងហើយភាគីទាំងពីរនេះគឺបានប្រើប្រាស់ដ្រូនសម្រាប់ទាំងការវាយប្រហារនិងការស៊ើបអង្កេតដែលបានធ្វើឲ្យការប្រយុទ្ធនោះគឺកាន់តែគ្រោះថ្នាក់និងពិបាកទប់ស្កាត់មែនទែនជាពិសេសគឺអ៊ុយក្រែននេះអាចនឹងមានប្រៀបជាងដោយសារតែខាងលោក Volodymyr Zelensky នឹងបានមានសមត្ថភាពការពារនៅប្រព័ន្ធដែនអាកាសហ្នឹងដែលការពារប្រយុទ្ធប្រឆាំងនឹងដ្រូនហ្នឹងគឺមានភាពស្និទ្ធជាងរុស្ស៊ីប៉ុន្តែនៅតែខាងរុស្ស៊ីហ្នឹងមានប្រៀបជាងដោយសារតែប្រទេសជាមហាអំណាចក៏ដូចជាមានឥទ្ធិពលជាងនោះក្តីហើយនៅលើឆាកនយោបាយអន្តរជាតិវិញគឺបណ្ដាប្រទេសលោកខាងលិចបានបន្តអំពាវនាវឲ្យមានការចរចាសន្តិភាពខណៈដែលក៏បន្តផ្ដល់ជំនួយយោធានិងសេដ្ឋកិច្ចទៅដល់អ៊ុយក្រែនដូចគ្នាហើយមួយផ្នែកទៀតនោះគឺរុស្ស៊ីក៏បានចោទថាការគ្រប់គ្រងពីលោកខាងលិចនេះហើយដែលគឺជាកត្តាធ្វើឲ្យសង្គ្រាមនេះអូសបន្លាយយ៉ាងវែង
សម្រាប់អ្នកវិទ្យានយោបាយដូចគ្នាក៏បានពមៀនថាប្រសិនបើគ្មានការចរចាថ្មីដែលមានប្រសិទ្ធភាពនោះទេគឺសង្គ្រាមមួយនេះអាចបន្តអូសបន្លាយជាច្រើនឆ្នាំទៀតហើយវាក៏អាចនាំឲ្យមានការបាត់បង់ជីវិតបន្ថែមហើយការបំផ្លាញនៃសេដ្ឋកិច្ចនិងភាពអស្ថិរភាពនៅអឺរ៉ុបហ្នឹងក៏នឹងពិភពលោកនោះក៏វាអាចនឹងបន្តទៅយូរសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រយុទ្ធដែលគេកំពុងតែមានការបាញ់គ្នាហ្នឹងក៏បានដឹងដែរថាការផុតកំណត់នៃបទឈប់បាញ់នេះគឺជាការបាត់បង់នៃក្តីសង្ឃឹមមួយទៀតបាត់ទៅហើយដែលធ្វើឲ្យពួកគាត់នឹងត្រូវតែជាចាកឆ្ងាយពីផ្ទះដែលកំពុងរស់នៅគឺកន្លែងដែលការរកស៊ីរបស់ខ្លួនទៅបោះបង់ចោលមួយរយៈហើយមនុស្សជាច្រើននោះក៏បានសង្ឃឹមថាការឈប់បាញ់នេះអាចក្លាយទៅជាជំហានដំបូងដែលអាចឈានទៅរកសន្តិភាពប៉ុន្តែការវាយប្រហារឡើងវិញនេះគឺបានបង្ហាញថាផ្លូវទៅកាន់សន្តិភាពនោះគឺនៅតែពិបាកហើយមើលមិនឃើញទៀតនោះឡើយសរុបមកវិញគឺការបន្តនៅការវាយប្រហាររវាងអ៊ុយក្រែននិងរុស្ស៊ីនេះបន្ទាប់ពីបទឈប់បាញ់3ថ្ងៃបានផុតកំណត់គឺបានបង្ហាញថាក៏ដូចជាបង្ហាញយ៉ាងច្បាស់ដូចគ្នាគឺសង្គ្រាមមួយនេះនៅតែគ្មានដំណោះស្រាយច្បាស់លាស់នោះទេខណៈដែលភាគីទាំងពីរនោះនៅតែបន្តប្រយុទ្ធហើយនឹងបន្តទទួលការគ្រប់គ្រងពីសម្ព័ន្ធមិត្តរបស់ខ្លួនរៀងៗខ្លួនហើយពិភពលោកយើងនេះដែលមិនថាប្រទេសមួយណាទេគឺកំពុងតែរងចាំមើលដែរថាតើនឹងមានឱកាសមួយណាសម្រាប់សន្តិភាពនេះឬក៏អាចជាប្រទេសមហាអំណាចមួយណាអាចមកនិយាយដើម្បីដឹកដៃប្រទេសទាំងពីរនេះទៅជួបសន្តិភាពបានឬក៏មានតែមួយទៀតគឺសង្គ្រាមនេះនឹងបន្តខ្ល้ายទៅជាវិបត្តិធំមួយសម្រាប់សតវត្សថ្មីមួយនេះដូច្នេះយើងមានតែរងចាំមើលហើយខ្ញុំក៏អរគុណគឺខ្ញុំមានការសង្ខេបប៉ុណ្នេះចេញពីប្រភពព័ត៌មាន Reuters ដើម្បីយកមកចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏សូមពរទាំងអស់គ្នាជួយ like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននៅព័ត៌មានថ្មីៗសង្ខេបពីរូបខ្ញុំបានក៏ដូចជាខ្ញុំនឹងព្យាយាមរកនៅព័ត៌មានណាដែលច្បាស់លាស់និងជាប្រយោជន៍មកចែកជូនអ្នកទាំងអស់គ្នាដូច្នេះហើយខ្ញុំក៏សូមអរគុណម្ដងទៀតសូមជម្រាបលានិងជួបគ្នានៅវីដេអូក្រោយ